ស្ដាប់ភ្លាមស្រក់ទឹកភ្នែកភ្លាមមួយបទថ្មីនេះកញ្ញាកេសរដាក់ជីផ្ដល់កម្លាំងបេះដូងដល់ស្ត្រីរងគ្រោះទាំងអស់ខ្លាចជាស្ត្រីរងមាំលែងបន្ទោសខ្លួនឯងបទបណ្ដាសាដែលជាស្នាដៃនិពន្ធថ្មីនឹងច្រៀងចេញពីបេះដូងរបស់សិល្បករនីកេសរបានសរសេរឡើងដើម្បីឲ្យស្ត្រីទាំងអស់រឹងមាំឈប់បន្ទោសខ្លួនឯងហ៊ានក្រោកឈរសម្រាប់ខ្លួនឯងតតាំងនឹងមនុស្សដែលសើចចំអកយកជនរងគ្រោះជាមនុស្សលេងសើចបើអ្នកគាំទ្រទាំងអស់គ្នាបានស្ដាប់នោះនឹងបានឮសំឡេងឈឺចាប់ជាច្រើនឡើងថាហេតុអ្វីស្រីធ្វើចរិតដូចប្រុសអញ្ចឹងស្លៀកពាក់បែបនេះមនុស្សប្រុសលូកប៉ះអញ្ចឹងសំហើយធាត់អញ្ចឹងតែងខ្លួនមិនមើលប្រានប្តីវាយសំហើយចរិតមិនសមជាប្រពន្ធធ្វើម៉េចប្រពៃណីមនុស្សស្រីត្រូវអញ្ចឹងពាក្យពេចន៍ទាំងអស់នេះបានធ្វើឲ្យស្ត្រីដែលជាជនរងគ្រោះមិនបានទទួលយុត្តិធម៌ពីការធ្វើបាបនោះឡើយប៉ុន្តែបែរជាត្រូវមនុស្សជុំវិញសើចចំអកតើនេះជាបណ្ដាសាស្ត្រីឬតាមបទចម្រៀងថ្មីមួយនេះកញ្ញាកេសរបានបញ្ចេញអារម្មណ៍របស់ខ្លួននៅលើបទចម្រៀងដែលថាតើត្រូវកើតជាមនុស្សស្រីត្រូវតែទ្រាំនៅពេលណាគេជិះជាន់ឬយ៉ាងណាហើយនេះជាវាសនារបស់យើងជាមនុស្សស្រីដែលជារឿងធម្មតាឲ្យគេជិះជាន់បែបនេះដូច្នេះខ្ញុំគិតថាជនរងគ្រោះជាច្រើនព្រមទទួលយករឿងរ៉ាវទាំងនេះទាំងគ្មានសិទ្ធិនិងកម្លាំងតតាំងដូច្នេះខ្ញុំចង់ឲ្យបទចម្រៀងមួយបទនេះរបស់ខ្ញុំក្លាយជាបទតំណាងសម្រាប់មនុស្សស្រីឲ្យហ៊ានក្រោកឈរតតាំងនៅសំណើចសង្គមដែលជាបណ្ដាសារបស់មនុស្សស្រីគ្រប់ពេលដែលមនុស្សស្រីមានបញ្ហាត្រូវចាំថាគាត់មិននៅតែឯងនោះទេតាមរយៈបទនេះជាសញ្ញាបញ្ជាក់ដែរថាមនុស្សស្រីជាច្រើនគឺឆ្លងកាត់ដូចអ្នកនៅជាមួយអ្នកផ្ដល់កម្លាំងចិត្តឲ្យអ្នកនិងដើរចេញពីបណ្ដាសាទាំងនេះសម្រាប់វីដេអូបទចម្រៀងមួយនេះក៏បានផលិតឡើងយ៉ាងពិសេសដោយបានអញ្ជើញស្ត្រីនៅក្នុងវិស័យផ្សេងៗគ្នាដោយប្រើជំនាញរបស់ខ្លួនបញ្ចេញមតិក្រោកឈរតតាំងនិងបណ្ដាសាហើយការហ៊ាននិយាយនេះគឺជាការបង្ហាញពីភាពខ្លាំងក្លារបស់ស្ត្រីនិងលើកកម្ពស់ធម៌ពលស្ត្រីចំណុចពិសេសនោះគឺការបណ្ដេតបណ្ដោយឲ្យសកម្មភាពអវិជ្ជមានបែបនេះកើតឡើងមានលើស្ត្រីវាខ្លាចជាទម្លាប់អាក្រក់ដែលមនុស្សគិតថាធម្មតាប៉ុន្តែវាជាបណ្ដាសាពិតៗនៅក្នុងជីវិតរបស់ស្ត្រីសូមបញ្ជាក់ថានេះមិនមែនជាបទចម្រៀងដំបូងនោះទេដែលកញ្ញាកេសរបានសរសេរឡើងនិងបានផលិតចម្រៀងតាក់ទងទៅនឹងសិទ្ធិរបស់ស្ត្រីនិងហ៊ានលើកយកពីបញ្ហាស្ត្រីមកនិយាយនៅក្នុងអត្ថន័យបទចម្រៀងរបស់ខ្លួនកន្លងមកតារាចម្រៀងស្រីរូបនេះក៏បានសរសេរនៅបទចម្រៀងនិយាយអំពីជីវិតពុះពាសរបស់ស្ត្រីដូចជាបទស្ត្រីលា1សែនដង1លានដងជាដើមសម្រាប់គម្រោងនាថ្ងៃអនាគតកញ្ញាកេសរបានបដិញ្ញាចិត្តថានឹងយកជំនាញសិល្បៈរបស់ខ្លួនលើកកម្ពស់និងលើកតម្លៃស្ត្រីហ៊ានទម្លុះរនាំងសង្គមដើម្បីហ៊ាននិយាយអំពីបញ្ហារបស់ខ្លួនឯង